វាងមានសង្វរាំងសទ្ធាត្រង់កបដោយគុណសិលត្រង់គឺសមាធិបញ្ញានិងវិមន្តញ្ញាណកិលេសគ្មានក្នុងអាត្មាជាបញ្ញខេតាជនត្រូវការជាកុសលខ្ញុំសូមអនសិរស័យដល់ព្រះរិយបង្គលជាបុណ្យព្រះទសគុលជាមង្គលដល់សពសត្វថ្ងៃនេះប្រគុណម្ចាស់លោកនឿយបកាយ 3-4 ថ្ងៃក្នុងថ្ងៃរដូវចូលឆ្នាំហើយតែទោះបីជាការនឿយបកាយរបស់ព្រះអង្គយ៉ាងណាក៏ដោយក៏ព្រះអង្គស្វែងយល់អាណិតដល់ញាតិញោមពួកពុទ្ធបរិស័ទអស់លោកអអ្នកទាំងអស់ដែលលោកបានអញ្ជើញមកក្នុងទីនេះណាជាឱកាសមួយដ៏ល្អជាពេលវេលាមួយដ៏ល្អជាពេលនៃអរុណរះល្អជាពេលភ្លឺស្វាងល្អដោយប្រគុណម្ចាស់ទ្រង់អរតនានិមន្តមកក្នុងទីនេះមើលពីខាងលើចេះទៅឃើញថាញាតិញោមពុទ្ធបរិស័ទមីដេដាស់បាទរងចាំបណ្ឌិតច័ន្ទមនីនៅខាងមុខអាស្រមនិងនៅខាងក្រោយអាស្រមច្រើនណាស់ទៀតបាទច្រើនមែនទែនហ្មងខ្ញុំមិនបាច់ពីពណ៌នាទេញាតិញោមពុទ្ធបរិស័ទមកថ្ងៃនេះគឺច្រើនណាស់ទៀតណាបាទច្រើនហើយឡានអាគុយក៏ចេះតែដឹកយានជំនិះចេះតែដឹកញាតិញោមពុទ្ធបរិស័ទមកបដាទៀតណាបាទជ្រះថ្លាបុណ្យរីកបុណ្យទាំងអស់គ្នាទៀតញាតិញោមពុទ្ធបរិស័ទច្រើនណាបាទច្រើនមិនមែនដូចចូលឆ្នាំទេប៉ុន្តែគ្រាន់ថាមិនដាច់ទេឲ្យតែថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺមិនដាច់ហ្មងទៀតណាអញ្ចឹងញាតិញោមពុទ្ធបរិស័ទអញ្ជើញមកចុះទៀតអញ្ជើញមកចុះនេះទៅកន្លែងអាស្រមបាទនៅកន្លែងអាស្រមដោយមានលោកតាសុតលោកចាំប្រសិទ្ធិចាំមើលណាក្រែងលោមមានអាណាមួយឈឺក្បាលវិលមុខហ្នឹងជំនួសព្រះអង្គបណ្ឌិតច័ន្ទមនីបានហើយចង់ដួសទឹកហ្នឹងទឹកមានអំណាចទៀតណាទឹកមានអំណាចដៃជះណាទឹកហ្នឹងបាទយកទឹកហ្នឹងមកលុបលាងខ្លួនហើយជារូបគាទាំងឡាយទាំងពួងអញ្ចឹងញាតិញោមពុទ្ធបរិស័ទទាំងអស់លោកមួយចំនួនធំលោកបានទៅសម្រាកនៅក្រោមដើមឈើអស់ហើយទៀតណាពីដើមច្រើនបាទពីដើមច្រើនតែឥឡូវហ្នឹងមានតិចឥឡូវមានតិចទៀតមានតិចឲ្យញាតិញោមពុទ្ធបរិស័ទលោកទៅជ្រកហើយលោកទៅទទួលទានបាយអាហារថ្ងៃត្រង់ហើយទៀតណានៅតែញាតិញោមមួយចំនួនដែលរងចាំព្រះអង្គទៀតបាទអញ្ចឹងថាសូមជ្រះថ្លាបុណ្យទាំងអស់គ្នាទៀតណាដោយអំណាចនៃដីជះបារមីទានសិលភាវនាដោយញាតិញោមពុទ្ធបរិស័ទបានមកបំពេញបុណ្យបំពេញកុសលបានន័យថានឹកឃើញថានៅក្នុងទីអារាមវត្តនេះកំពុងតែរីកចម្រើនរីកដោយផ្កាហើយគាត់ឃើញតាមរយៈ YouTube ក្តីឃើញតាមរយៈ website ក្តីឃើញតាមរយៈ Facebook ក្តីគាត់មិនទាន់ជឿទេគាត់បបួលគ្នាដើម្បីមកកំសាន្តលេងនៅក្នុងទីអារាមវត្តច័ន្ទបញ្ជូរតនារាមហើយវត្តសុតក៏ដូចជាទីនានាដូចជាកន្លែងលើសួងទេវតាដើរដីក៏ដូចជាកោះប្រជុំទេពក៏ដូចជាវាលអូចំណងកក៏ដូចជាស្ពានស្នេហ៍ស្ពានជ័យស្ពានលៀបស្ពានបារមីស្ពានពាន់ភាសាហើយនឹងកន្លែងសំណាក់សម្ដេចទៀងបាទសម្ដេចទៀងដែលជាគ្រូរបស់សម្ដេចជួទយាណោសម្ដេចជួនណាតអញ្ចឹងទីស្ថានទីដែលត្រូវកំសាន្តលេងមានច្រើនបាទមានច្រើនណាស់ទៀតណាហើយញាតិញោមកំពុងតែធ្វើដំណើរមកបដាពីខាងនោះក៏ធ្វើដំណើរមកបដាទៀតណាដើម្បីមកបំពេញបុណ្យបំពេញកុសលផងមករាប់បាតផងមកស្ដាប់នៅពធទេសនាឱវាទរបស់ព្រះអង្គផងមកចូលបុណ្យផងហើយមកមើលកន្លែងល្អសួងទេវតាដើរដីផងទីធ្លាទាំងអស់នេះសុទ្ធតែទីធ្លាដ៏ល្អដែលញាតិញោមពុទ្ធបរិស័ទទាំងអស់លោកបានអញ្ជើញមកជាធិបតីជាមង្គលសិរីព្រោះថ្ងៃនេះដឹងថាប្រគុណម្ចាស់លោកគង់នៅក្នុងវត្តហើយបានជាញាតិញោមមកពីគ្រប់ទិសទី25ខេត្តក្រុងបាទមួយចំនួនធំគាត់បានទៅចូលប្រឡប់ហើយទៀតណាតែនៅមួយចំនួនតូចនេះនៅខាងក្នុងនេះក៏មានដែរញាតិញោមពុទ្ធបរិស័ទមានច្រើនបាទមានច្រើនញាតិញោមពុទ្ធបរិស័ទច្រើនណាស់បាទនៅក្នុងទីនេះគាត់ជ្រកមកលុបសិនគាត់សម្រាកសិនព្រោះប្រគុណម្ចាស់ដឹងថារតនានិមន្តមកប្រោះព្រំហើយទៀតណាអញ្ចឹងសូមតាមដាននេះមុខខ្ញុំបាទបន្តទៀតអរគុណឥឡូវនេះញាតិញោមពុទ្ធបរិស័ទច្រើនបាទច្រើនគាត់បានជួយមកទៀតណាច្រើនណាស់ទៀតបាទគាត់បានជួយមកសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទហើយសូមជួយ Subscribe ដល់ខ្ញុំបាទផងបាទបានជួយមក
ឥឡូវនេះញាតិញោមពុទ្ធបរិស័ទគាត់បានជើញមកពីខាងកំពង់ស្ពឺតកែវកំពតព្រៃវែងគេចេះស្ទឹងត្រែងបាត់ដំបងសៀមរាបច្រើនណាស់ទៀតញាតិញោមច្រើនណែនណាន់តាន់តាប់ច្រើនមែនទែនទៀតណារងចាំព្រះអង្គរងចាំព្រះអង្គបក់បានរងចាំព្រះអង្គបក់ជ្រះថ្លាណាស់ទៀតណាញាតិញោមពុទ្ធបរិស័ទច្រើនបានញាតិញោមពុទ្ធបរិស័ទច្រើនរួចរដូវចូលឆ្នាំ2 3ថ្ងៃហើយនៅតែញាតិញោមពុទ្ធបរិស័ទណែនដដែលបាទណែនដដែលបាទមិនថាថ្ងៃណាជាថ្ងៃថ្ងាទេនៅកន្លែងអាស្រមល្អៅសួងនោះគឺមានរហូតបាទមានរហូតទៀតណាញាតិញោមពុទ្ធបរិស័ទទាំងអស់គាត់បានជួយមកច្រើនណាស់បាទគាត់បានមកជួយច្រើនណាស់ទៀតណាបានមកចូលបុណ្យផងបានមកបំពេញបុណ្យផងបានមកកំសាន្តលេងនៅក្នុងទីអារាមវត្តមើលទេសភាពនានាមើលសមិទ្ធផលនានានៅក្នុងទីអារាមវត្តអញ្ចឹងគាត់ជ្រះថ្លានៅបុណ្យទាំងអស់គ្នាទៀតបាទគាត់ជ្រះថ្លានៅបុណ្យទាំងអស់គ្នាសប្បាយនៅបុណ្យទាំងអស់គ្នាគាត់កន្លែងល្អៅសួងនេះណែនណាន់តាន់តាប់ហ្មងទៀតណាច្រើនណាស់បាទច្រើនណាស់ខ្ញុំបានផ្ដិតទិដ្ឋភាពផ្ទាល់ឲ្យញាតិញោមបានឃើញហើយសូមញាតិញោមពុទ្ធបរិស័ទជួយ Subscribe ជួយ Like ឲ្យមេដៃខ្ញុំបានផងខ្ញុំបានមានទឹកចិត្តដើម្បីរិះរកស្វះស្វែងរកคลิปណាល្អរកទេសភាពណាល្អនៅក្នុងវត្តច័ន្ទបជូតដើម្បីថតទិដ្ឋភាពនោះឲ្យញាតិញោមពុទ្ធបរិស័ទនៅក្រៅប្រទេសក្នុងប្រទេសលោកតាមដានជាបន្តអញ្ចឹងខ្ញុំបាទសង្ឃឹមញញឹមទុកថាអស់ញាតិញោមពុទ្ធបរិស័ទលោកបានឃើញคลิปបារមីលោកតា8ឆោមវាយតែ YouTube ទៅហើយវាយជាអក្សរខ្មែរវាយបារមីលោកតា8ឆោមទៅញោមដាក់ Subscribe នឹងឲ្យមេដៃរបស់ខ្ញុំបាទនឹងមានទឹកចិត្តដើម្បីរិះរកណាคลิปវីដេអូល្អចែកជូនពុកម៉ែបន្តទៀតចឹងក្នុងគណៈពេលនេះឃើញថាញាតិញោមណែនណាន់តាន់តាប់ណាស់ទៀតច្រើនណាស់បាទច្រើនស្អេកស្កះហ្មងក្រោយចូលឆ្នាំ2 3ថ្ងៃហើយនៅតែញាតិញោមអញ្ជើញមកព្រោះញាតិញោមខ្លះគាត់អត់តែបានមកកាលចូលឆ្នាំគាត់មកថ្ងៃសៅរ៍ថ្ងៃអាទិត្យថ្ងៃសុក្រហ្នឹងណាបាទគាត់មកព្រោះគាត់ទៅនេពីការងារហើយកូនចៅទៅនេពីការងារក៏នាំគ្នាវវិវៈអញ្ជើញមកដើម្បីមកជួបដល់បណ្ឌិតវិស័យបណ្ឌិតច័ន្ទមនីព្រះសង្ឃធិបតីព្រះសមុគុណខេត្តកំពង់ឆ្នាំងដែលលោកមានថ្វីមាត់ក្នុងវាមោហាស័ព្ទក្នុងការជួយដល់ប្រជាពុទ្ធបរិស័ទប្រុសដល់ពុទ្ធបរិស័ទដោយថ្ងៃនេះមានទេវតាដើរដីគឺល្អៅសួងដែលមានវិញ្ញាវចៈដ៏ជំនាញដាំទឹកទាំងព្រឹកទាំងថ្ងៃទាំងល្ងាចចឹងញាតិញោមពុទ្ធបរិស័ទមើលទៅឃើញថាពុទ្ធបរិស័ទច្រើនបាទពុទ្ធបរិស័ទជាច្រើនដើម្បីមករងចាំព្រះអង្គមិនដឹងថាព្រះអង្គលោកមានធរៈចាំបាច់នៅកន្លែងណាមួយទេតែថ្ងៃនេះប្រកាសជាព្រះអង្គនឹងសង្ឃឹមខ្ញុំបាទនឹងសង្ឃឹមថាព្រះអង្គនឹងរតនានិមន្តមកប្រោសស័តដល់ញាតិញោមពុទ្ធបរិស័ទដែលមកពី25ខេត្តក្រុងដែលគាត់អត់ទាន់បានមកពីខាងចូលឆ្នាំក៏អត់បានចូលឆ្នាំក៏អត់បានអញ្ជើញមកដោយសារចូលឆ្នាំនៅទីអាឋានអញ្ចឹងគាត់ចូលឆ្នាំរួចគាត់អញ្ជើញមកជាថ្ងៃមង្គលអញ្ចឹងសូមឲ្យអស់លោកប្រុសលោកស្រីឯកឧត្តមលោកជំទាវអ្នកមុខអ្នកការទាំងអស់លោកតាមដានคลิปរបស់ខ្ញុំបាទហើយដូចជាលោកបានអញ្ជើញមកក្នុងគណៈពេលនេះខ្ញុំបាទមុននឹងបញ្ចប់នៅคลิปវីដេអូនេះសូមជូនពរជូនជ័យដល់ឯកឧត្តមលោកជំទាវអ្នកអង្គញាលោកអញ្ញាមត្រីការគ្រប់ស្ថាប័នទាំងអស់ដែលមិនបានមកក្តីបានឃើញទស្សនវិជ្ជាដ៏អស្ចារ្យនេះហើយសូមជួយ Subscribe ជួយ Like ដើម្បីខ្ញុំបានមានវីដេអូថ្មីចែកជូនដល់ពួកពុទ្ធបរិស័ទអស់លោកអស់អ្នកទាំងអស់សូមជូនពរជូនជ័យសិរីមហាប្រសើរក្នុងឆ្នាំថ្មីទេវតាបនាមរាជសាទេវីកូនកបិលមហាព្រហ្មសកទេវរាជដែលជាថ្ងៃទី3គឺថ្ងៃអង្គារនេះសូមជួយបីបាច់ថែរក្សាឯកឧត្តមលោកជំទាវញាតិញោមពុទ្ធបរិស័ទក្រៅប្រទេសក្នុងប្រទេសទាំងអស់លោកបានសុខសប្បាយចាប់ពីពេលនេះតរៀងទៅសុខសប្បាយទៀតណាសូមខ្ញុំបាទសូមគិរវតាការគោរពអំពីចម្ងាយដល់លោកយាយតាពុទ្ធបរិស័ទបងប្រុសបងស្រីឯកឧត្តមលោកជំទាវទាំងអស់កាលគួរមិនគួរយ៉ាងសូមអំពីតាភ័យទោសដល់ខ្ញុំបាទផងខុសពួកខ្ញុំបាទថតនេះគឺមានការឡាអួលដោយប្រការណាមួយនោះសូមឲ្យញាតិញោមពុទ្ធបរិស័ទញោមប្រុសញោមស្រីខមមិនជួយខមមិនផងដើម្បីលើកទឹកចិត្តដល់ខ្ញុំបាទក្នុងគណៈពេលនេះខ្ញុំបាទសូមជម្រាបលាសូមអរគុណបាទឥឡូវនេះញាតិញោមពុទ្ធបរិស័ទច្រើនណែនណាន់តាន់តាប់នៅកន្លែងនេះដើម្បីទទួលព្រះអង្គទ្រង់រតនានិមន្តមកឡើយទៀតណារៀបចំแล้วខ្ញុំបាទថតទស្សនវិជ្ជាជាក់ស្ដែងដើម្បីឲ្យញាតិញោមបានឃើញថាព្រះអង្គលោកបន្តិចទៀតលោកអរតនានិមន្តមកប្រោះព្រំញាតិញោមពុទ្ធបរិស័ទឲ្យកន្លែងនេះច្រើនណាស់ទៀតណាញាតិញោមច្រើនណាស់ទោះបីថ្ងៃក្តៅយ៉ាងណាក៏ដោយក៏គាត់ស៊ូដើម្បីចាំជួបព្រះអង្គបាទចាំជួបព្រះអង្គ
ចឹងនេះជាការល្អហើយដែលញាតិញោមមិនទាន់បានមកចូលឆ្នាំបាទគាត់ចកកាយចូលឆ្នាំគាត់រវល់តាមវត្តឥឡូវគាត់រួចចូលឆ្នាំហើយគាត់អញ្ជើញមកអូយពីច្រើនណាស់ទៀតណាញាតិញោមពុទ្ធបរិស័ទច្រើនណាស់ទៀតបាទមកច្រើនណាស់ទៀតបាទច្រើនតាគុណច្រើនណាស់ញាតិញោមពុទ្ធបរិស័ទបាទច្រើនណាស់ទៀតញាតិញោមច្រើនណាស់បាទច្រើនមែនតើសត្វច្រើនណាស់អរប្រគុណម្ចាស់លោកមុនមកហើយមុនមកហើយទៀតសាធុប្រពៃណាប្រគុណម្ចាស់លោករតនានិមន្តមកហើយទៀតមុនមកហើយទៀតណាបាទមុនមកជ្រះថ្លាបាទជ្រះថ្លាទៀនទាំងអស់គ្នាទៀតបាទជ្រះថ្លាទៀនទាំងអស់គ្នាទៀតណាបាទជ្រះថ្លាទៀនទាំងអស់គ្នាព្រះសង្ឃអង្គសាស្ដែងគឺនៅកន្លែងល្អៅសួងទេវតាដើរដីដែលមានฤទ្ធិមានបារមីអស្ចារ្យនេះគឺជាអាស្រមរបស់ល្អៅសួងទៀតណាអាស្រមល្អៅសួងអញ្ចឹងញាតិញោមកំពុងតែណែនណាន់តាន់តាប់ដើម្បីគាត់មកទទួលនៅទឹកមុនអំពីប្រគុណម្ចាស់បាទទទួលទឹកមុនអំពីប្រគុណម្ចាស់កាលណាញោមកាលណាបាទកាត់អីតាំងបានបានខ្ញុំអោយអូនជួយបាទហើយម៉ែនៅខាងណាដែរម៉ែចាខ្ញុំនៅតកែវម៉ែហ៎តកែវដីស្អិតដល់ចិត្តអត់រួចមែនចាបាទអញ្ចឹងម៉ែមកនេះមកប៉ុន្មានដងហើយម៉ែលើកទី1ឲ្យខ្ញុំមកលើកទី1អត់ដែរមកសោះហើយចូលឆ្នាំបានអញ្ជើញមកអត់ម៉ែអត់បានអញ្ជើញមកទេលើកទី1ហើយមកហ្នឹងបាទមកអញ្ចឹងលើកទី1ហ្នឹងម៉ែណោះហើយចង់អំណងចង់ជួបព្រះអង្គអត់ម៉ែចង់ជួបព្រះអង្គឲ្យព្រះអង្គជួយប្រោសឲ្យបានជាពីជំងឺរោគនេះខ្ញុំឈឺតាំងបានមកនឹងសោកទៅណាមកណារួចទៅជាសះបើហើយម៉ែអត់ដែរបានមកសោះចាអត់ដែរបានមកបាទលើកទី1ហើយសុំជូនពរឲ្យម៉ែបានជួបឲ្យម៉ែបានជួបចាសាធុហើយម៉ែនៅភូមិអីឃុំអីដែរម៉ែឃុំស្រុកត្រាំខកខេត្តតកែវបាទខេត្តតកែវហើយមកច្រើនគ្នាទេម៉ែមកម៉ាឡានទេម៉ែណោះឥឡូវបែកខ្ញែកទៅណាអស់ហើយម៉ែហើយនៅហ្នឹងបែកផ្លូវគ្នាបាទអញ្ចឹងហ្នឹងម៉ែណោះអរគុណច្រើនម៉ែនៅសន្តានចិត្តរបស់ម៉ែសូមជូនពរម៉ែឲ្យជាណាម៉ែណាជាបាទអរគុណច្រើនម៉ែអរគុណច្រើនម៉ែក្រោយអំពីការសភាម៉ែនៅតកែវឃើញថាគាត់ទឹកមកលើកទី1ទេក៏សុំចង់ជួបព្រះអង្គផ្ទាល់ឥឡូវយើងបែរមកខាងនេះឃើញតែញាតិញោមកំពុងតែម្នាក់ចូលទៅក្នុងដើម្បីសុំលៀបសុំជ័យសុំទឹកអំពីល្អៅសួងទេវតាដើរដីដែលមានបារមីរិទ្ធិខ្លាចាស់ខ្លានៅក្នុងឱកាសនេះសំលេងខ្លុយបានផ្លុំបន្លឺដើម្បីដាស់សតិនិងចាក់ចកេះដល់ប្រជាពលរដ្ឋទាំងអស់ថាថ្ងៃនេះជាថ្ងៃជោគថ្ងៃជ័យថ្ងៃនាំសេរីជូនពួកពុទ្ធបរិស័ទទាំងអស់ដោយគាត់បានផ្លុំបាទសំលេងពីរោះណាទៀតណាសំលេងពីរោះអញ្ចឹងខ្ញុំបាទសូមថតទិដ្ឋភាពផ្ទាល់បាទឃើញជាក់ស្ដែងម្នាក់តែងតែយកបច្ច័យមករាប់បាតបច្ច័យមកចូលបុណ្យហើយឲ្យធូបសងសុំលៀបសុំជ័យសុំសេចក្តីសុខដីចម្រើនទេវតាឆ្នាំថ្មីរាជសាទេវីកូនកបិលមហាព្រំសកទេវរាជស្ដេចទេវតាដែលលោកមានឫទ្ធិមានបារមីជួយបីបាច់ថែរក្សាញាតិញោមពុទ្ធបរិស័ទទាំងអស់បានសេចក្តីសុខនិងសេចក្តីចម្រើនអញ្ចឹងណាក្នុងទេវតាដើរដីដោយមានល្អៅសួងបាទល្អៅសួងដែលលោកមានឫទ្ធិមានបារមីចាស់ខ្លាលោកជួយបីបាច់ថែរក្សានៅឋានមនុស្សលោកបានសេចក្តីសុខនិងសេចក្តីចម្រើនបាទក្នុងចិត្តរីករាយចិត្តជ្រះថ្លាណានៅក្នុងអំពើបុណ្យទាំងអស់គ្នាបានទទួលទឹកមុនអំពីប្រគុណម្ចាស់ដែលប្រគុណម្ចាស់ប្រោសបរិជ្ជទានណាទ្រង់ប្រោសបរិជ្ជទានញាតិញោមសប្បាយរីករាយណាស់ជ្រះថ្លាសប្បាយរីករាយនៅក្នុងការបក់ណាប្រោះព្រំប្រសិទ្ធិដល់កូនចៅសូមញាតិញោមមេត្តាជះបារមីឈ្នះអស់មេសត្រូវគ្រប់ទិសទីទៅមុខកលងសូមក្នុងកលីសូមថ្ងៃខ្លាចជាមិត្តញាបសួរម៉ែបាទម៉ែយកទេយទានមកប្រគេនលោកហើយម៉ែបាទសូមអរគុណម៉ែនេះយកទេយទានមកប្រគេនលោកបងមកប្រោះព្រំផងទៀតណាបន្តិចទៀតលោកមកឥឡូវហើយថ្ងៃលោកមកវិញឥឡូវហើយបានញាតិញោមពុទ្ធបរិស័ទច្រើនណែនណាន់តាន់តាប់ទៀតណាបានទទួលទឹកមុនពីបណ្ឌិតរាសីបណ្ឌិតច័ន្ទមនីញាតិញោមពុទ្ធបរិស័ទម្នាក់សប្បាយរីករាយណាស់ទៀតសប្បាយរីករាយណាស់ជ្រះថ្លានៅក្នុងចិត្តទាំងអស់គ្នាទាំងប្រគុណម្ចាស់ណា
ក៏រតនានិមន្តមកដែរឡានព្រះអង្គក៏ទ្រង់រតនានិមន្តដែរព្រះអង្គត្រូវទទួលឡានបានទៅយកព្រះអង្គហើយក្រោយពីការប្រោះព្រំញាតិញោមពុទ្ធបរិស័ទនៅក្រៅប្រទេសក្នុងប្រទេសលោកបានឃើញទិដ្ឋភាពដ៏អស្ចារ្យសូមជួយ like ជួយ share ជួយ subscribe ដើម្បីខ្ញុំបានមានវីដេអូល្អៗសូមគោរពអញ្ជើញតាមដានបន្តទៀតណាសូមអរគុណអាវាំងមានសង្វរាំងសទ្ធាត្រង់កបដោយគុណសិលត្រង់គឺសមាធិបញ្ញានិងវិមន្តញ្ញាណកិលេសគ្មានក្នុងអាត្មាជាបញ្ញខេតាជនត្រូវការជាកុសលខ្ញុំសូមអនសិរស័យដល់ព្រះរិយបង្គលជាបុណ្យព្រះទសគុលជាមង្គលដល់សពសត្វថ្ងៃនេះប្រគុណម្ចាស់លោកនឿយបកាយ 3-4 ថ្ងៃក្នុងថ្ងៃរដូវចូលឆ្នាំហើយតែទោះបីជាការនឿយបកាយរបស់ព្រះអង្គយ៉ាងណាក៏ដោយក៏ព្រះអង្គស្វែងយល់អាណិតដល់ញាតិញោមពុទ្ធបរិស័ទអស់លោកអន្តៈទាំងអស់ដែលលោកបានអញ្ជើញមកក្នុងទីនេះណាជាឱកាសមួយដ៏ល្អជាពេលវេលាមួយដ៏ល្អជាពេលនៃអរុណរះល្អជាពេលភ្លឺស្វាងល្អដោយប្រគុណម្ចាស់ទ្រង់អរតនានិមន្តមកក្នុងទីនេះទៀតនិមន្តទៀតបាទជ្រះថ្លាបុណ្យទាំងអស់គ្នាទៀតណាជ្រះថ្លាបុណ្យទាំងអស់គ្នាញាតិញោមបានមកបំពេញបុណ្យបំពេញកុសលបានប្រគុណម្ចាស់ទ្រង់ប្រោះបរិជ្ជទានជើញទៅវិញទៀតបាទសប្បាយរីករាយជ្រះថ្លាចិត្តរីករាយចិត្តក្នុងញាតិញោមពុទ្ធបរិស័ទដែលលោកបានជើញមកក្នុងទីនេះជាជ្រះថ្លាបំពេញមហាកុសលជ្រះថ្លានៅបុណ្យទាំងអស់គ្នាញាតិញោមពុទ្ធបរិស័ទប្រគុណម្ចាស់សម្ដែងពធទេសនាប្រោះព្រំដល់ញាតិញោមពុទ្ធបរិស័ទបានបុណ្យបានកុសលទាំងអស់គ្នា